លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីសម្ដេចតេជោហ៊ុនសែនអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាថ្នាក់ដឹកនាំមន្ត្រីអង្គភាពក្នុងខេត្តសៀមរាបនិងឧត្តរមានជ័យខេត្តសៀមរាបនៅព្រឹកថ្ងៃពុធទី10ខែមិថុនាឆ្នាំ2026នេះសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ត្រីអង្គភាពនានាជុំវិញខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភារដ្ឋសភាប្រធានអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីអង្គភាពនានាជុំវិញខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យសរុប1630នាក់សម្ដេចតេជោហ៊ុនសែនបានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ត្រីអង្គភាពនានានេះជាដំណើរឆ្ពោះទៅការកាន់មូលដ្ឋានដំណើរឆ្ពោះទៅកាន់មូលដ្ឋានបានចាប់ផ្ដើមកាលពីថ្ងៃទី25ខែមេសាឆ្នាំ2026រាជធានីខេត្តចំនួន13រួចមកហើយដែលសម្ដេចតេជោហ៊ុនសែនបានអញ្ជើញជួបសំណេះសំណាលរួមមានខេត្តកំពង់ចាមត្បូងឃ្មុំកំពង់ស្ពឺតាកែវកំពតកែបស្វាយរៀងព្រៃវែងរាជធានីភ្នំពេញកំពង់ឆ្នាំងពោធិ៍សាត់កំពង់ធំនិងកណ្ដាលកម្មវិធីជួបសំណេះសំណាលនេះគឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្ដេចតេជោហ៊ុនសែនក្នុងការក្រើនរំលឹកនិងជំរុញដល់មន្ត្រីមូលដ្ឋានឲ្យបង្កើនការយកចិត្តទុកដាក់លើកិច្ចការដែនសមត្ថកិច្ចរបស់ខ្លួនជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះសម្ដេចតេជោហ៊ុនសែនក៏លើកឡើងអំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ការប្រយុទ្ធប្រឆាំងបទល្មើសនានាកិច្ចការពារធនធានធម្មជាតិនិងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋានយោងតាម Fresh AI ខេត្តសៀមរាបមានទំហំផ្ទៃដីសរុបចំនួន 1,29,943 គីឡូម៉ែត្រក្រឡាមានក្រុងចំនួន2ស្រុកចំនួន11សង្កាត់ចំនួន14ឃុំចំនួន86ស្មើនឹង910ភូមិខេត្តសៀមរាបមានព្រំប្រទល់ខាងជើងចាប់ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារខាងត្បូងចាប់ខេត្តបាត់ដំបងនិងបឹងទន្លេសាបខាងកើតចាប់ខេត្តកំពង់ធំនិងខេត្តព្រះវិហារនិងខាងលិចចាប់ខេត្តបន្ទាយមានជ័យខេត្តសៀមរាបមានគ្រួសារសរុបចំនួន 286,235 គ្រួសារប្រជាពលរដ្ឋសរុបចំនួន 1,214,731 នាក់ស្រីចំនួន 616,662 នាក់នៅឆ្នាំ2025ខេត្តសៀមរាបមានផលិតផលក្នុងស្រុក GDP សរុបប្រមាណ $2,754 លាននិងផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗមានប្រមាណ $2,191ដោយឡែកខេត្តឧត្តរមានជ័យមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាមានចម្ងាយ469 គីឡូម៉ែត្រពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខ5មានចម្ងាយ469 គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងធ្វើដំណើរតាមផ្លូវជាតិលេខ6មានចម្ងាយ447 គីឡូម៉ែត្រខេត្តឧត្តរមានជ័យមានព្រំប្រទល់ខាងកើតចាប់ខេត្តព្រះវិហារខាងលិចចាប់ខេត្តបន្ទាយមានជ័យខាងត្បូងចាប់ខេត្តសៀមរាបនិងខាងជើងចាប់ជាមួយខេត្តចំនួន3របស់ថៃគឺខេត្តសុរិន្ទខេត្តបុរីរាមនិងខេត្តស៊ីសាកេតមានប្រវែងសរុបចំនួន224 គីឡូម៉ែត្រខេត្តឧត្តរមានជ័យក្រុងចំនួន1និងស្រុកចំនួន4ឃុំចំនួន19សង្កាត់ចំនួន5និងភូមិចំនួន308ភូមិមានផ្ទៃដីសរុបចំនួន 665,540 គីឡូម៉ែត្រក្រឡាមានប្រជាជនសរុបចំនួន 276,714 នាក់ស្រីចំនួន 136,699 នាក់ខេត្តឧត្តរមានជ័យមានទំហំសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ $444,403 លានស្មើនឹង $1,777,611 លានរៀលខណៈចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋមានចំនួន $1,606 ខេត្តឧត្តរមានជ័យជាខេត្តមានស្ថានភាពសេដ្ឋកិច្ចលំដាប់ទាបជាងគេទូទាំងប្រទេសខេត្តឧត្តរមានជ័យមានច្រកទ្វារអន្តរជាតិសំខាន់ៗចំនួន3រួមមានច្រកទ្វារអន្តរជាតិអូស្មៃស្ថិតនៅក្នុងក្រុងសំរោងច្រកទ្វារព្រំដែនចំស្ថិតនៅក្នុងស្រុកអន្លង់វែងនិងច្រកទ្វារព្រំដែនជប់គគីស្ថិតនៅក្នុងស្រុកបន្ទាយអំពិលព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ